បាទនេះជាកន្លឹះពិសេសបងប្អូនដើម្បីផុសវីដេអូនៅក្នុង TikTok ឲ្យទទួលបានអ្នកមើលច្រើនបងប្អូនមកមើលចំណុចនេះបងប្អូនដោយបងប្អូនបានឃើញហើយកន្លែងនេះគេដាក់មិត្តភ័ក្តិអញ្ចឹងយើងមិនយកកន្លែងហ្នឹងអត់កើតទេបងប្អូនដោយសារយើងយកកន្លែងហ្នឹងពេលយើងផុសវីដេអូទៅក្នុង TikTok វាអត់ទទួលបានអ្នកមើលទេបងប្អូនអញ្ចឹងបងប្អូនអាចចុចទៅខាងលើខ្ញុំដាក់រូបម្រាមដៃនៅខាងលើខាងស្ដាំបងប្អូនចុចលើនឹងមកនឹងចុចអញ្ចឹងមកបងប្អូនអាចនឹងទៅផុសទៅអាចទទួលបានអ្នកមើលច្រើនហើយបងប្អូននេះបងប្អូនដូចរូប thumbnail ដែលខ្ញុំបានបង្កើតឡើងបងប្អូនអាចមើលតាមចំណងជើងខ្ញុំបានដាក់កន្លឹះបង្ហោះ TikTok ឲ្យផ្ទុះអ្នកមើលច្រើនវិធីសាស្ត្រឆ្នាំ2026អញ្ចឹងដើម្បីចូលទៅដល់វីដេអូហ្នឹងបងប្អូនអាចទស្សនាទាំងអស់គ្នាអញ្ចឹងបងប្អូនជួយចុច Subscribe អ្នកមួយមកដើម្បីទទួលបាននៅវីដេអូថ្មីៗបន្តទៅទៀតថ្ងៃនេះខ្ញុំបានចែងវីដេអូចែករំលែកមួយទៀតហើយបងប្អូនតោះចូលទៅមើលទាំងអស់គ្នាអញ្ចឹងបងប្អូនចុចថយក្រោយទាំងអស់គ្នាអញ្ចឹងបងប្អូនចុចថយក្រោយបងប្អូននឹងឃើញ TikTok មួយហ៎បងប្អូនអញ្ចឹងបងប្អូនឃើញ TikTok បងប្អូនអាចចុចចូលលើ TikTok ទាំងអស់គ្នាបងប្អូនដើម្បីធ្វើការបើកកន្លែងដែលគេអាចមើលឃើញអញ្ចឹងយើងចុចចូលទៅអញ្ចឹងបងប្អូនចូលមកដល់ក្នុង TikTok ទាំងអស់គ្នាបងប្អូនអាចក្លែកមើលខាងក្រោមបងប្អូនខាងក្រោមហ្នឹងភាគច្រើនគេអាចដាក់នឹងសញ្ញាត្រេ3ភាគច្រើនគេដាក់នឹងសញ្ញារូបមនុស្សអញ្ចឹងបងប្អូនក្លែកមើលខាងស្ដាំដែរបងប្អូនចុចលើនឹងមកបងប្អូនចុចមកដល់កន្លែងនេះអានឹង TikTok admin ទេបងប្អូនឥឡូវយើងចុចបងប្អូនមកដល់កន្លែងនេះបងប្អូនអាចចុចខាងស្ដាំទៀតវាមានសញ្ញាត្រេ3បងប្អូនមើលខាងលើខាងស្ដាំដែរបងប្អូនចុចលើនឹងមកអញ្ចឹងជាដំបូងបងប្អូនចុចកន្លែងហ្នឹងហើយវានឹងលោតមកដល់កន្លែងនេះអញ្ចឹងមកដល់កន្លែងនេះហើយបងប្អូនមើលតាមខ្ញុំមួយអញ្ចឹងបងប្អូនមកដល់កន្លែងនេះហើយបងប្អូនអាចចូលមើលកន្លែងការកំណត់និងឯកជនភាពអញ្ចឹងការកំណត់ឯកជនភាពហ្នឹងដូចរូបកង់ចាក់បងប្អូនរូបកង់ចាក់ហ្នឹងបងប្អូនអាចចុចខាងលើមកអញ្ចឹងមកដល់ចំណុចនេះបងប្អូនអាចចុចមកដល់កន្លែងនេះហើយតែទូរស័ព្ទសម្រាប់ទូរស័ព្ទ Android និង iPhone វាខុសគ្នាបងប្អូនអានេះខ្ញុំបរៀននៅលើទូរស័ព្ទ Android អញ្ចឹងបងប្អូនអាចអូសចុះក្រោមមកបងប្អូនអាចអូសចុះក្រោមមកបងប្អូននឹងឃើញចំណុចទាំងនេះអញ្ចឹងចំណុចទាំងនេះបងប្អូនអាចមើលចំនួន2 4 6 8 10ចំណុចអញ្ចឹង10ចំណុចបងប្អូនចំណុចពិសេសជាងគេបងប្អូនអាចមើលនេះកន្លែងនេះកន្លឹះពិសេសដែលបងប្អូនអាចអត់ដឹងណាកន្លែងនេះបងប្អូនស្ថានភាពសកម្មភាពហ្នឹងបងប្អូននេះបងប្អូនកន្លែងដែលខ្ញុំប្រាប់មិញដែលយើងផុសវីដេអូនៅក្នុង TikTok អាចអត់ទទួលបានអ្នកមើលច្រើនណាបងប្អូនអញ្ចឹងបើយើងរើសកន្លែងនេះមើលបានតែមិត្តភ័ក្តិឬមួយក៏ពូម៉ាក់យើងទេបងប្អូនមើលបានតែគ្នាយើងដែលយើងចុច add ទៅវិញទៅមកទេអញ្ចឹងវាអាចរីកដាលទៅបានមនុស្សច្រើនមើលច្រើនទេអញ្ចឹងបងប្អូនមកដល់ចំណុចនេះហើយបងប្អូនអាចចុចទៅខាងលើបងប្អូនអាចចុចបើកមកចុចបើកដូចខ្ញុំមកនៅខាងលើអញ្ចឹងបងប្អូនបើកកន្លែងហ្នឹងហើយបងប្អូនធ្វើការពេលបងប្អូនផុសខ្ញុំសូមណែនាំបងប្អូនមួយពេលបងប្អូនបង្ហោះបងប្អូនអាចកុំផុសរូបភាពដល់គ្មានអក្សរគ្មានtag ភាគច្រើនបងប្អូនអត់ស្គាល់ tag ស្គាល់អីទេបងប្អូនtag ហ្នឹងមានន័យថាសញ្ញាត្រង់ជ្រូកបងប្អូនអញ្ចឹងបងប្អូនអាចបើចង់ផុសទទួលបានមាន view ច្រើនមួយក៏មានអ្នកមើលបងប្អូនអាចធ្វើឧទាហរណ៍ថាវីដេអូអញ្ចឹងបងប្អូនអាចបង្កើតវីដេអូរបៀបលក្ខណៈថាកំប្លែងលក្ខណៈរបៀបថាលេងសើចឬមួយក៏វីដេអូបងប្អូនធ្វើពី game ធ្វើពីអីអញ្ចឹងណាបងប្អូនធ្វើវីដេអូឲ្យតាក់ទាញបងប្អូនអាចទៅសេចំណងជើងឲ្យតាក់ទាញមកអញ្ចឹងបងប្អូនប្រើប្រាស់សញ្ញាត្រង់ជ្រូកបងប្អូនអាចប្រើប្រាស់សញ្ញាត្រង់ជ្រូកចំនួន5បងប្អូនចំនួន5ហ្នឹងបងប្អូនត្រូវប្រើប្រាស់សញ្ញាត្រង់ជ្រូកដែលពាក់ព័ន្ធបំផុតបងប្អូនស្ដាប់ឲ្យទាន់ដែលពាក់ព័ន្ធបំផុតឧទាហរណ៍ថាបងប្អូនធ្វើពីម្ហូប
អញ្ចឹងបងប្អូនអាចសរសេរថារបៀបធ្វើម្ហូបតាម TikTok របៀបអីអញ្ចឹងទៅណាបងប្អូនបើបងប្អូនធ្វើពីគែមបាល់ទាត់អញ្ចឹងបងប្អូនអាចសរសេរពីគែមនិង TikTok ធ្វើម៉េចឲ្យចំណងជើងហ្នឹងនិងសញ្ញាទ្រង់ជ្រូកហ្នឹងឲ្យតាក់ទាញជាមួយវីដេអូដែលយើងធ្វើការបង្ហាញអញ្ចឹងបងប្អូនអញ្ចឹងខ្ញុំទៅបញ្យល់កន្លែងផ្សេងដែលបងប្អូនមិនទាន់សូវបានយល់ចឹងយើងចាញ់មកក្រោយវិញយើងថយក្រោយវិញចំណុចនេះបងប្អូនចំណុចរូបសញ្ញាជើងហ្នឹងបើបងប្អូនចុចកន្លែងនេះបងប្អូនមានន័យថាអ្នកដែលលេងនៅក្នុង TikTok ទាំងអស់គេអាចមើលប្រវត្តិរូបយើងបានបងប្អូនស្ដាប់បានណាគេអាចមើលប្រវត្តិរូបយើងបាននៅក្នុង TikTok របស់យើងអញ្ចឹងបើបងប្អូនធ្វើការបិទក៏បងប្អូនចុចបិទវាទៅគេមើលប្រវត្តិរូបយើងអត់បានទេអាហ្នឹងចំពោះអាហ្នឹងអញ្ចឹងចុចថយក្រោយមកបាទកន្លែងសលេងនេះខ្ញុំបើបងប្អូនកន្លែងសលេងអានេះខ្ញុំបើទៅវាមិនអីទេភាសាសលេងយើងលេងខ្លួនឯងអីខ្លួនឯងអញ្ចឹងកន្លែងនេះវីដេអូដែលបានចូលចិត្តគេចុចបេះដូងចុចអីអញ្ចឹងបងប្អូនធ្វើការបើដូចខ្ញុំទាំងអស់មកហើយកន្លែងបញ្ជីតាមហ្នឹងបញ្ជីតាមនេះបើសិនតាបងប្អូនរើសអាខាងក្រោមនេះបងប្អូនអាខាងក្រោមតែអ្នកប៉ុណ្ណោះហ្នឹងបងប្អូនគ្រាន់តែមានតែមិត្តភ័ក្ដិខ្លួនឯងទេអញ្ចឹងបងប្អូនអាចដាក់ខាងលើទៅពេលយើងតាមគេក៏តាមយើងវិញដែរបងប្អូនគេអាចយើង follow តែគេក៏ follow មកយើងវិញដែរអាកន្លែងហ្នឹងអញ្ចឹងចំណុចបន្ទាប់ពីបញ្ជីតាមហ្នឹងការទាញយកអញ្ចឹងកន្លែងនេះបងប្អូនបញ្ជាក់បន្តិចវីដេអូដែលយើងផុសហ្នឹងបើសិនណាយើងមិនចង់ឲ្យវីដេអូហ្នឹងទៅឲ្យគេ download យកទៅផុសតទៅថាវីដេអូ admin អញ្ចឹង admin ផុសអញ្ចឹងមិនចង់ឲ្យគេយកវីដេអូ admin ទៅផុសតអញ្ចឹងបងប្អូនអាចធ្វើការបិទកន្លែងនេះបាននេះចំណុចខាងស្ដាំដៃខ្ញុំដាក់រូបមេដៃបងប្អូនមើលនេះយើងអាចធ្វើការបិទអញ្ចឹងមកគេអាច download វីដេអូយើងទៅផុសតបានទេបងប្អូនអញ្ចឹងយើងថយក្រោយមកកន្លែងនេះមកកន្លែងនេះចំណុចសំខាន់ដែលខ្ញុំប្រាប់កន្លឹះសំខាន់នេះយើងបើកជាសាធារណៈមកកន្លែងមតិកន្លែងអីហ្នឹងបងប្អូនអាចធ្វើការបើកក៏បានបងប្អូនចង់បិទក៏បានដែរអញ្ចឹងចំពោះវីដេអូហ្នឹងខ្ញុំមានតែប៉ុណ្្នឹងទេបងប្អូនសម្រាប់បងប្អូនដែលចង់ទស្សនាវីដេអូបន្តទៀតបងប្អូនជួយចុច subscribe ម្នាក់មួយមកបងប្អូនខ្ញុំសូមអធិស្ឋានផងចំពោះការនិយាយដែលខុសឆ្គងសូមអរគុណ